ការលៀនឌីចង្កេះនៅម្ដុំ L4 L5 L5 F1 បាទនៅក្នុងវីដេអូនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកធ្វើលំហាត់ប្រាណនៃការលៀនឌីចង្កេះអាចនៅម្ដុំ L4 ឬក៏ L5 ឬក៏ L5 F1 អីជាដើមឡើយនៅពេលដែលប៉ះហើយវាមានរោគសញ្ញាឈឺស្ពឹកមួយជើងឬក៏ការខ្សោយកម្លាំងបាទបើសិនជារោគសញ្ញានៃការឈឺដំបូងខ្លាំងមែនទែនធ្វើឲ្យរលាកសរសៃប្រសាទនោះគឺវាមានអាការៈឈឺខ្លាំងមែនទែនសឹងតែពិបាកដើរផងបាទយូរទៅធ្វើឲ្យកម្លាំងវាបានថមថយទៅតាមកន្លែងដែលឌីសនឹងវាធ្លាយមកប៉ះជាមួយនឹងសរសៃប្រសាទរបស់យើងនៅក្នុងវីដេអូនេះគឺជាវីដេអូដំបូងបំផុតនៅក្នុងករណីនៃការឈឺចង្កេះមួយដែលខ្ញុំនិយាយខាងដើម L4 L5 L5 F1 ហើយនៅក្នុងវីដេអូនេះទៀតសោតខ្ញុំឲ្យអ្នកទាំងអស់គ្នាធ្វើលំហាត់ប្រាណតែ2ទេនៅក្នុងដំណាក់កាលដំបូងដើម្បីជួយបន្ធូរភាពតានតឹងនៅម្ដុំចង្កេះហ្នឹងហើយចាប់ផ្ដើមធ្វើលំហាត់ប្រាណខ្លាំងៗនៅវីដេអូបន្ទាប់ចំពោះអ្នកទាំងអស់គ្នាណាដែលមានរោគសញ្ញាឈឺដូចខ្ញុំបាននិយាយកុំភ្លេចអនុវត្តលំហាត់ប្រាណនេះទាំងអស់គ្នាលំហាត់ប្រាណទី1គឺយើងចាប់ផ្ដើមគេងបែបហ្នឹងមកហើយយើងគ្រាន់តែសម្រាប់កាប់មុខហើយយើងអាចងាកខ្លួនងាកករបស់យើងមកខាងឆ្វេងក៏បានខាងស្ដាំក៏បានដែរប៉ុណ្ណឹងមកហើយជើងរបស់យើងនេះយើងអាចប្រឈរកែងជើងហើយពុតបាទបើសិនជារេមកខាងនេះឈឺយើងប្រឈរកែងជើងរបស់យើងនឹងរេមកខាងស្ដាំវិញបាទដើម្បីរកទីតាំងមួយដែលឲ្យមានភាពធូរស្រាលកុំឲ្យមានការគៀបសង្កត់ទៅលើទំនាប់នេះហើយបើសិនជាយើងសម្រាប់បែបហ្នឹងហើយវានៅតែឈឺដោយសារតែយើងអត់មានអីកលនៅខាងក្រោមពោះដើម្បីជួយដកកម្រិតឆ្អឹងកងចង្កេះរបស់យើងនឹងឲ្យមានភាពធូរស្រាលអ្នកទាំងអស់គ្នាអាចយកខ្នើយឬក៏របស់អីទុនដែលមានកម្ពស់ប្រហែលជា2 តឹកអីហ្នឹងដាក់កលពីក្រោមពោះរបស់យើងបាទដាក់កលនេះពីក្រោមពោះរបស់យើងចាំខ្ញុំយកយើងអាចយកខ្នើយរឿងធំក៏បានដើម្បីដាក់កលក្រោមពោះរបស់យើងបែបនេះនេះមកយើងអាចបើសិនជាយើងដាក់សម្រាប់ដូចខ្ញុំរៀបនឹងដីរៀបស្មើនឹងតាពីហ្នឹងហើយវាអត់សូវមានភាពធូរស្រាលអ្នកទាំងអស់គ្នាអាចយកខ្នើយកម្ពស់ប៉ុណ្ណេះរៀងខ្ពស់ល្មមប៉ុណ្ណឹងមកយើងដាក់កលពីខាងក្រោមពោះរបស់យើងនឹងទៀតយើងដាក់កលក្រោមប៉ុណ្ណឹងហើយចុងជើងរបស់យើងនេះអាចប្រឈរហើយយើងងើកកបាទយើងពុតបន្តិចមកពុតជើងឲ្យត្រេតបន្តិចមកដើម្បីរកទីតាំងដែលមានភាពធូរស្រាលដើម្បីឲ្យទំនាប់ឌីសនិងឌីសចង្កេះរបស់យើងនឹងវាមានភាពធូរស្រាលបាទមានភាពធូរស្រាលដើម្បីកាត់បន្ថយការឈឺចាប់ហើយយើងធ្វើបែបហ្នឹងម្ដងយើងធ្វើពី2នាទីទៅ3នាទីបាទម្ដងយើងធ្វើ2នាទីទៅ3នាទីមកយើងងាកកមកខាងនេះបាទទប់តិចប៉ុណ្្នឹងសិនគ្រប់2ទៅ3នាទីយើងសម្រាកបាទយើងសម្រាកប្រហែលជា50វិនាទីឬក៏1នាទីយើងធ្វើម៉ាសាទៀតហើយយើងសម្រាកទៀត50វិនាទីឬក៏1នាទីហ្នឹងយើងធ្វើម៉ាសាទៀតយើងធ្វើពី5ទៅ8ដងបាទយើងធ្វើដដែលហ្នឹងធ្វើពី5ទៅ8ដងធ្វើពី5ទៅ8ដងនៅពេលដែលយើងក្រោកឧទាហរណ៍ថាគ្រប់ដងនីមួយនៅពេលដែលយើងសម្រាកនៅពេលដែលយើងសម្រាកដកឃ្លានៃការបន្ធូរភាពតានតឹងបែបហ្នឹងពេលដែលយើងក្រោកមួយបាទក្រោកមួយប៉ុណ្ណឹងហើយពោះរបស់យើងនឹងគឺចាប់ផ្ដើមប្រឹងកុំឲ្យយើងប្រឹងតែសាច់ដុំចង្កេះខ្លាំងពេកអញ្ចឹងយើងប្រឹងសាច់ដុំពោះដើម្បីក្រោកឡើងហើយយកដៃឆ្លត់ទៅថ្នមដើម្បីជួយកាត់បន្ថយនៃការឈឺចាប់នៃឆ្អឹងកងចង្កេះរបស់យើងឥឡូវនេះយើងចប់ហើយនៅលំហាត់ប្រាណទី1របស់យើងហ្នឹងយើងចូលដល់លំហាត់ប្រាណទី2លំហាត់ប្រាណទី2នេះគឺយើងសម្រាប់ផ្កាប់មុខដោយដែលលំហាត់ប្រាណទី1ដែរក៏ប៉ុន្តែយើងច្រត់កែងដៃហើយយើងក្រោកឡើងបន្តិចបាទយើងច្រត់កែងដៃហើយយើងក្រោកឡើងបន្តិចនេះប៉ុណ្ណេះមកអ្នកទាំងអស់គ្នាសម្រាប់ផ្កាប់មុខប៉ុណ្ណឹង
បាទសម្រាប់គាត់មុខប៉ុណ្ណឹងយកកាញ់ដៃយើងច្រត់ប៉ុណ្នេះហើយយើងរុញឡើងមកលើបន្តិចបាទប៉ុណ្ណឹងសិនទៅបានហើយទប់ចោលបាទប៉ុណ្ណឹងសិនទៅបានហើយទប់ចោល30វិនាទីបាទហើយយើងទម្លាក់ចុះទៀតហើយយើងរុញឡើងទៀតទប់ចោល30វិនាទីបាទហើយយើងទម្លាក់ចុះយឺតហើយយើងរុញឡើងទៀតទុកចោលប៉ុណ្ណឹងមក30វិនាទីកុំឲ្យខ្លាំងពេកតែខ្លាំងពេកនឹងទំនាប់ឌីសដែលវាមានការសង្កត់សរសៃប្រសាទដែលវាមានការរលាកនេះវាអាចនឹងបណ្ដាលឲ្យយើងឈឺអញ្ចឹងយើងធ្វើថ្នមបាទយើងធ្វើថ្នមយឺតប៉ុណ្ណឹងមកបើសិនជា30វិនាទីយូរពេកត្រឹមតែ20ឬក៏15វិនាទីទៅបានហើយបាទប៉ុណ្ណឹងមកហើយយើងធ្វើ3ជុំមួយជុំយើងធ្វើ12ឬក៏15ដងហើយយើងសម្រាកឧទាហរណ៍ថាយើងក្រោកឡើង1យឺតមួយទៀតមក2យឺតសម្រាកបាទយើងគ្រប់3ជុំ12 ជុំយើងសម្រាកទៅហើយ2ម៉ោងក្រោយយើងធ្វើលំហាត់ប្រាណទាំងពីរនេះដដែលមួយសាទៀតសម្រាកទៀត2ម៉ោងក្រោយយើងធ្វើលំហាត់ប្រាណទាំងពីរនេះមួយសាទៀតហើយយើងសម្រាកបាទធ្វើដដែលក្នុងមួយថ្ងៃបើសិនជាយើងមានពេលយើងអាចធ្វើពី4ទៅ6ដងក៏បានដែរបាទក្នុងដំណាក់កាលនៃការឈឺដំបូងយើងអាចធ្វើដដែលប៉ុណ្ណឹងបាទហើយបន្ទាប់មកនៃការសម្រាករបស់យើងនៅពេលដែលយើងដើរនៅពេលដែលយើងអីហ្នឹងយើងច្បាស់ជាឈឺហើយនៅម្ដុំចង្កេះរបស់យើងហ្នឹងអញ្ចឹងហើយអ្នកទាំងអស់គ្នាអាចមានខ្សែក្រវ៉ាត់ការពារចង្កេះនៅក្នុងដំណាក់កាលដំបូងគឺយើងចាំបាច់ត្រូវតែពាក់ដើម្បីជួយកាត់បន្ថយនៃការឈឺចាប់អញ្ចឹងយើងពាក់ប៉ុណ្ណឹងមកនៅក្នុងសប្តាហ៍ដំបូងនៃការឈឺនៃការលៀនឌីស L4 L5 L5S1 ហ្នឹងបាទយើងទប់ប៉ុណ្ណឹងហើយយើងដើរទៅដើម្បីជួយកាត់បន្ថយនៃការឈឺចាប់នៅម្ដុំចង្កេះរបស់យើងបាទអញ្ចឹងនៅក្នុងវីដេអូទី1នៃការលៀនឌីចង្កេះហ្នឹងខ្ញុំមានតែ2លំហាត់ហ្នឹងហើយចុងក្រោយគឺឲ្យមានខ្សែក្រវ៉ាត់ទប់ប៉ុណ្ណឹងទៅដើម្បីជួយកាត់បន្ថយនៃការឈឺចាប់របស់យើងហើយធ្វើស្រាលសិនចាំចូលដល់វីដេអូទី2ខ្ញុំឲ្យអ្នកទាំងអស់គ្នាធ្វើលំហាត់ប្រាណផ្សេងទៀតដែលជាដំណាក់កាលនៃការស្ដារមុខងារចង្កេះហ្នឹងដើម្បីឲ្យវាមានភាពធូរស្រាលទៅឲ្យត្រឡប់មកភាពប្រក្រតីដូចមនុស្សធម្មតាឡើងវិញបាយជួបគ្នានៅវីដេអូក្រោយនៃវីដេអូលំហាត់ប្រាណ